phục mang bọn nó kia cha là dân sẽ lắng mơ tay hàng kéo cha có sọt sạt đá cha cứ miên là bóng bọt trong quanh ta mà đó chỉ bị sét hàng khăn đông tét cứ tờ lì sẽ cha bảo phê tét khăn nít phục mang bọn ai mà chơi rồi ti tăng bán đấy rồi ti tăng đai cầm pung tay riệp trong bạc lụa cha cứ ở chất bạc háo cha bảo phê tét vì là to đại miên ở ti clear thông tờ lì hay còn miên bảo phê tét khăn nít đôi kia đái cha miên còn là thà kho đây kia ti tuổi chẳng á phục mang bọn nó kia cha ai mà mơ ti tăng bán cha hay bà sân chỉ bậc mai bông ôn chà chơi ra ca bông đồng lúa còn miếng promotion ca và cho tờ lại chỉ tràn phong đai chà bảo phê tè này chà chẳng xâm rạp khăn đấy chà xâm rạp sạch tét cứ bằng 7 mét và đợi đậm mai cả là hơi xâm rạp khăn đấy để luộc không phải chụp bòn ấy cứ bảo phê tè năng đôi khi tại đây tôi chỉ nhìn tích cứ đập muối và đợi đập bằng buồn nét bông mai bông ôn ở này tại bà sân chỉ bậc mai bông ôn trong ban bảo phê tè đại ninh khi nhom cầm bông tài riệp rọp chun ấy chà nâng bằng hai bông mai bông ôn mơ ní còn miền đáy tay còn hai tờ lại việc toàn tranh cha nâu pe thằng một nắng nâng tranh tờ lại nâng ngày trong bữa sân chỉ bông mai bông ôn thằng kia chắp rầm một phe tè nét nè run mà mới ti tăng cha khát tè có thống cha ti thlia có sẽ cha miên xuân chùm hiếng cha hai nâng miên cái lại dựng đã chặt cái chồng cùi lên phong đai cha ôi sao sao khác mình tay một phe tè ní bông mai bông ôn thằng kia cha run nè trong bữa sân chỉ ban châu mơ nâng tô sná mơ háo cha bà chấp rắm ai mà mở ti tăng từng ở kia cha mà mở ti tăng được bây giờ tua ba pot rồi mình làm ắt cha xâmรับti tăng cứ thật nơi hàng cào xa bài chan bọc mai ôn ấy cha nơi hàng cào xa bài chan cha ta lời dân ta mở hàng khăn nông tai mà đó cha được bây đằng thay ta nơi hàng khăn nông miền ấy cây khăn bọc mai ôn từng ở kia cha cha bông mang bọn ở kia cha châu mà mơ hàng nóng cứ tờ lý xa ta mà đong cha chỉ biết sách cứ miên ca để co một hàng nóng cha sọt ad bài vì là tô khăn thông ta mà đong bông mang bọn nè cha sầm rạpประเภท tét khăn nít nơi nóng tét cứ miên ca để co lang đôi miên mình tục kênh 4 năng mình tập tập pram cha hai chỉ biết sáchสำหรับ ปิดาน នៅ ខាង លើ គឺ មាន ការ រៀប ចំ ปิดาน 2 ជាន់ អម ជាមួយ នឹង អំពូល ភ្លើង ដ៏ ស្រស់ ស្អាត ចា សំយ៉ង មួយ ថែម ទៀត ចា free ជូន ពុក ម៉ែ បងប្អូន តែ ម្ដង ចា សម្រាប់ ផ្ទះ នេះ គឺ ផ្ទះ គំរូ ពុក ម៉ែ បងប្អូន ទាំង អស់ គ្នា ណា តិច ច្រឡំ ថា ផ្ទះ នឹង ដាក់ លក់ ដែរ ចា នៅ អត់ តន់ លក់ អី ចា គឺ ផ្ទះ គំរូ សម្រាប់ ឲ្យ ពុក ម៉ែ បងប្អូន ទាំង អស់ គ្នា អាច ចូល មើល ទស្សនា មើល បាន ចា នឹង ជ្រើសរើស ទីតាំង ដែល ពុក ម៉ែ បងប្អូន ស្រឡាញ់ តែ ម្ដង ចា តោះ សម្រាប់ ខាង ក្រៅ នេះ គឺជា តុ ញ៉ាំ អាហារ ចា សម្រាប់ ទីធ្លាតុញ៉ាំអាហារគឺចាធំតលាយសម្រាប់អតិថិជនឲ្យគាត់មានសមាជិកច្រើនណាស់អាចរៀបចំតុញ៉ាំអាហារនៅខាងក្រៅនេះបានចា space ធំតលាយស្អាតតែម្ដងអញ្ចឹងរស់ណាចាសម្រាប់ពុកម៉ែបងប្អូនស្រឡាញ់ផ្ទះវីឡាតូរបស់បរិយ XM អមតៈចាចាញ់ម៉ូតថ្មីថ្មីបដាទៀតហើយចាចាញ់ម៉ូតថ្មីថ្មីបដាទៀតហើយទីតាំងនៅក្រៅផ្សារបាយចានពុកម៉ែបងប្អូនទាំងអស់គ្នាចាស្រឡាញ់ទីតាំងណាអាចជ្រើសរើសទីតាំងបានចាដោយខលមកលេខខាងលើកាឡាយចាខលមកលេខខាងក្រោម script នៅខាងក្រោមនេះអាចមកជ្រើសរើសទីតាំងបានឬក៏ add Telegram មកដើម្បីទទួលបានព័ត៌មានលម្អិតចាតកតងជាមួយនឹងគម្រោងរបស់បរិយតែម្ដងចាហើយសម្រាប់ពុកម៉ែបងប្អូនចាដែលគាត់មានសមាជិកច្រើនចាឬក៏មនុស្សចាស់អីអាចមកសម្រាប់ចាការកេងនៅបន្ទប់ជាន់ផ្ទាល់ដីចាសម្រាប់បន្ទប់ដែលនាងខ្ញុំបានបង្ហាញនេះគឺបន្ទប់ជាន់ផ្ទាល់ដីយើងតែម្ដងចាអត់ពិបាកឡើងចដាឡើងទៅលើទេធំតលាយស្អាតអាចរៀបចំជាក្រែកេងធំចាទូសំអាងចាក៏ដូចជាទូដាក់ខោអាវបានយ៉ាងតលាយតែម្ដងហើយជាពិសេសគឺមានបន្ទប់ទឹកនៅខាងក្នុងតែម្ដងណាអត់ប្រើបន្ទប់ទឹករួមទេពុកម៉ែបងប្អូនទាំងអស់គ្នាណាបន្ទប់នីមួយៗគឺប្រើបន្ទប់ទឹកចារៀងខ្លួនចាអញ្ចឹងគឺសម្រាប់អតិថិជនសម័យថ្មីណាអត់ចង់បានបន្ទប់ទឹកដែលរួមប្រើមួយគ្នាចាឥឡូវយើងអាប់ដេតថ្មីเนาะចាយើងមានបន្ទប់កេងមួយបន្ទប់ទឹកមួយបន្ទប់កេងមួយបន្ទប់ទឹកមួយអញ្ចឹងសម្ភារៈដែលយើងប្រើប្រាស់គឺមានតែឯងចាអត់មានលោកឡំមួយសមាជិកគ្រួសារផ្សេងទេចាអញ្ចឹងគឺល្អខ្លាំងមែនតើចាឥឡូវយើងទៅមើលផ្ទះបាយវិញចាតើការរៀបចំផ្ទះបាយយើងបែបណាចាអូហូនេះទ្វារណាទ្វារដែលយើងចេញចូលផ្ទះបាយអញ្ចឹងនៅពេលដែលយើងចម្អិនអាហារចាយើងអាចបិទទ្វារនេះចាបិទទ្វារនេះមកកុំឲ្យមានក្លិនចេញមកខាងក្នុងផ្ទះចូលមកខាងក្នុងផ្ទះចាហើយពុកម៉ែបងប្អូនអាចចាបើកបង្អួចខាងនេះបានចាបើកបង្អួចខាងនេះបានចាក៏ដូចជាចាទ្វារខាងនេះផងដែរចាទ្វារនេះយើងអាចចេញទៅខាងក្រៅបានដើរជុំវិញផ្ទះតែម្ដងចាអូល្អខ្លាំងមែនតើពុកម៉ែបងប្អូនទាំងគ្នាណាចាហើយសម្រាប់កន្លែងចង្ក្រានបាយចាក៏មានទូតាំងលើក្រោមចានឹងឡាបូលាងចានស្រស់ស្អាតតលាយតែម្ដងពុកម៉ែបងប្អូនទាំងអស់គ្នាហើយនេះគឺបង្អួចណា
ចាបងអួយរូតដែលយើងអាចចានេះយើងអាចរូតបានណាចាយ៉ានេះបងប្អូនទាំងអស់គ្នាចាបើកទ្វារមកគឺអត់ហប់អត់ក្តៅទេចាអញ្ចឹងយើងចាងាយស្រួលក្នុងការប្រើប្រាស់ចាតោះឥឡូវនៅជាន់ផ្ទាល់ដីយើងមើលហើយចានាងខ្ញុំនឹងជូនពុកម៉ែបងប្អូនឡើងទៅមើលខាងលើតែម្ដងចាសម្រាប់ខាងលើចាគឺតលាយខ្លាំងចាតតងជាមួយនឹងបន្ទប់នីមួយៗចាហើយជាពិសេសគឺបន្ទប់មេគ្រួសារតែម្ដងចាតោះឥឡូវយើងទៅមើលខាងលើតែម្ដងពុកម៉ែបងប្អូនទាំងអស់គ្នាចាចាហើយសម្រាប់ចិន្តាវិញគឺមិនចោតខ្លាំងទេដោយប្រើជាមួយនឹងថ្មម៉ាបចាសម្រាប់ថ្មម៉ាបចាថ្មម៉ាបគឺរៀបចំឡើងមកចាអត់ល្អអត់ផ្លាតទេគឺប្រើថ្មម៉ាបធម្មជាតិហើយជាពិសេសនេះបងប្អូនទាំងអស់គ្នានេះចាសម្រាប់បង្កាន់ដៃគឺស្រស់ស្អាតខ្លាំងមែនតើមានការរៀបចំក្បូរក្បាច់រចនាម៉ូដមកចារួមជាមួយនឹងប្រើដែកដែលរឹងមាំចាអត់មានថាយកមកប្រើបានមួយឆ្នាំពីរឆ្នាំក៏ពិតអីទេណាចាអត់ទេគឺប្រើប្រភេទដែកល្អតែម្ដងបងប្អូនទាំងអស់គ្នាចាហើយជាពិសេសណានាងខ្ញុំភ្លេចប្រាប់ផ្ទះនេះគឺប្រក់ក្បឿងចាប្រក់ក្បឿងពុកម៉ែបងប្អូនទាំងអស់គ្នាចាប្រក់ក្បឿងណាអញ្ចឹងតិចអត់ក្តៅទេព្រោះយើងអត់ប្រើប៉ាំងអស័យទី1គឺយើងរៀបចំជាមួយនឹងចាអ៊ីស្លង់ចារៀបអ៊ីស្លង់មកជាន់ទៅហើយនឹងប្រាក់ក្បឿងបន្ទាប់មកបានពីដានយើងនេះចាអញ្ចឹងគឺមាន3ស្រទាប់ពុកម៉ែបងប្អូនទាំងអស់គ្នាណា3ស្រទាប់អញ្ចឹងធ្វើឲ្យផ្ទះរបស់យើងនេះគឺត្រជាក់ណាហើយបើសិនជាពុកម៉ែបងប្អូនចាដាក់ម៉ាស៊ីនត្រជាក់ទៀតចាកាន់តែត្រជាក់តែម្ដងចាសម្រាប់បន្ទប់ទឹកចាគឺមានចាកន្លែងបង្ហាខ្យល់នៅខាងក្រៅចាបង្អួចខ្យល់ចាគ្រប់បន្ទប់ទឹកតែម្ដងចាអញ្ចឹងសម្រាប់បន្ទប់នេះគឺបន្ទប់ចាសមាជិកគ្រួសារបន្ទប់សមាជិកគ្រួសារណាពុកម៉ែបងប្អូនទាំងអស់គ្នាចាឥឡូវយើងចូលសមាជិកគ្រួសារមួយទៀតចាយើងចូលទៅបន្ទប់សមាជិកគ្រួសារមួយទៀតអូខេសម្រាប់បន្ទប់នេះចាមិនថាដាក់តែបន្ទប់គេងទេពុកម៉ែបងប្អូនទាំងអស់គ្នាចាចង់រៀបចំជាការិយាល័យចង់រៀបចំជា office ចង់រៀបចំជាកន្លែងដេគ័រផ្សេងឬក៏ពុកម៉ែបងប្អូនចាអ្នកលក់អនឡាញចាយើងចំណាយបន្ទប់នេះមួយដើម្បីរៀបចំការលក់ដូររបស់យើងផងដែរចាអូល្អខ្លាំងមែនតើហើយជាពិសេសមានបន្ទប់ទឹកនៅខាងក្នុងនិងបង្អួចខ្យល់ផងដែរចាចុះស្អាតខ្លាំងមែនតើទលាយតែម្ដងណាចាអតិថិជនដែលគាត់មានអាជីវកម្មផ្ទាល់ខ្លួននេះអាចរៀបចំបន្ទប់នេះមួយសម្រាប់អាជីវកម្មចាអញ្ចឹងគឺអត់ប៉ាត់ណាប៉ាត់ណីនៅក្នុងផ្ទះយើងឯងគឺបើកទ្វារចូលមកក្នុងបន្ទប់មកគឺកន្លែងរកស៊ីរបស់យើងតែម្ដងចាអញ្ចឹងយើងអត់ចំណាយទៅជួលផ្ទះខាងក្រៅហាងខាងក្រៅអីណាសម្រាប់អតិថិជនដែលគាត់រកស៊ីតាមអនឡាញចាអញ្ចឹងគឺល្អខ្លាំងមែនតើតោះឥឡូវយើងទៅមើលបន្ទប់មេគ្រួសារម្ដងចាអូចាសម្រាប់បន្ទប់មេគ្រួសារពុកម៉ែបងប្អូនទាំងអស់គ្នាចាគឺធំទលាយស្អាតចាធំទលាយស្អាតហើយជាពិសេសមានកលុកកលាក់យើងមើលមកគឺចាល្មមមកគ្រួសារពីអ្នកប្តីប្រពន្ធយើងតែម្ដងចាអូចាគឺទលាយស្អាតជាពិសេសគឺការដេគ័រនៅខាងលើណាចាសម្រាប់ការដេគ័របន្ទប់មេគ្រួសារដូចឃើញនេះអញ្ចឹងចាគឺការរៀបចំជាអំពូលភ្លើងកណ្ដាលនឹងមួយគឺគ្រប់ផ្លែដែរពុកម៉ែបងប្អូនទាំងអស់គ្នាចាដូរពណ៌ហ្នឹងណាចាគឺមានការ free ជូនពុកម៉ែបងប្អូនទាំងអស់គ្នាហើយនឹងពីដាន2ជាន់ស្អាតខ្លាំងមែនតើចាប្រភេទផ្ទះនេះចាហើយមានបន្ទប់ទឹកមួយនៅចំហៀងនេះផងដែរចាចឹងបន្ទប់ទឹកយើងមិនមើលច្រើនដងបន្ទប់ទឹកដូចគ្នាណាចាហើយបង្អួចវិញគឺធំទលាយស្អាតតែម្ដងសម្រាប់បង្អួចចាអញ្ចឹងបើសិនជាពុកម៉ែបងប្អូនស្រឡាញ់ប្រភេទផ្ទះនេះណាអាចតាក់ទងមកតាមលេខ Telegram នៅខាងលើបានចាដើម្បីទទួលបានព័ត៌មានលម្អិតនិងប្រូម៉ូសិនពិសេសផងដែរចាកុំឲ្យឱកាសនេះកន្លងផុតទៅណាទីតាំងនៅក្រៅសាកបាយចានពុកម៉ែបងប្អូនទាំងអស់គ្នាចាឥឡូវយើងទៅមើលខាងក្រៅចាបែកខាងក្រៅនេះខ្ញុំដើរចេញទៅអត់បានយូរទេព្រោះក្តៅចាមិនថាខ្លួនឯងស្អាតទេគ្រាន់តែយើងចាញ់ក្តៅខ្លះចឹងណាក្តៅខ្លាំងដែរពុកម៉ែបងប្អូនចាអញ្ចឹងនេះបរិវេណខាងក្រៅគឺនៅសល់រហូតដល់4ម៉ែត្រពុកម៉ែបងប្អូនណា4ម៉ែត្រដែលយើងអាចរៀបចំអីផ្សេងតាមចំណង់ចំណូលចិត្តចាហើយនេះគឺបរិវេណនៅចំហៀងផ្ទះរបស់យើងចាចំហៀងផ្ទះនិងមុខផ្ទះគឺមានសួនចាសម្រាប់អតិថិជនដែលគាត់ស្រឡាញ់ប្រភេទផ្ទះនេះចា
chẳng cha xong mình chạy sầm rạp đầm lái tia ní cứ tờ lái trầm tái chả đập mơn pram mùi quan pram rồi là tay phần nó bông mai bông phôn ở kia cha đập mơn pram mùi quan pram rồi là tay phần nó hai bông mai bông phôn ai bong thầm lúa ban tam lẹ khăn để bông mai bông phôn chơi rồi trong ban lẹ khăn mùi ná mà cho cha ban á đôi kho mà lệch hàng cóng tương tự tua ban lẹ khăn nghi chun bông mai bông phôn ở kia tay mà đòn cha chẳng bà sân chỉ bông mai bông phôn sờ lạnh của phê tia đại miền tây kia thống cha ai mà chơi rồi tì tăng nắng cha ai chơi rồi bán bằng tay tờ lái việc học kia tịch tuổi chả tại bà sân chỉ bông mai bông ôn trong ban khát tè bạp ní chả cứ tờ lại trầm tái chả đập mơn và một con pram rồi được là tay phần nọ chả hồi tờ lại thu thay mình tên chả phù có phê tè vì là tô háo ấy chả ti tăng nơi kia cho mùi đường ti krong phnom penh dương tay mà đòn chả pleu rồng vong mũi chom chào thua được rồi ban chật sập bị rồi bắt sập bị rồi anh chẳng ca thua đầm não cứ upstairs hay trả lên stairs lên ấy lên đội môn hồi say hồi đấy đó chả ở lỡ lên hồi ai chả cứ thua đầm não máu cứ nghe xuống cá ở trên chỗ sầm đạp bông mai bông ôn được qua thời gian nó không còn không bình nè chả rồi gặp bông mai bông ôn chả đại quạt chả miên mình được cha đại quạt trong nơi không krong phnom penh có trong mà ruột nơi bài chơi krong chả ai mà chơi ra chả nhưng khi ông chị nè ắt chơi krong khăng ấy chả ắt chơi khăng ấy dân thua đầm nào bị krong phnom penh mau đo ti tăng tè ní cứ trầm tái chả mà phay nửa ti tai bẩn nọ chả mà phay nửa ti cứ bẩn đo ti tăng tai mà đo phụng mai ông ở kia chả cha bông mai bông ôn ở kia cha chân bà sân chỉ cho bà rong bà phê tè khăn đi cái ná ai cứ ron mà mở ti tăng cha mà mở ti tăng cao xa bởi chan kho mà lấy hàng cao cha đã bởi tụi bán cha po mình làm ớt pin nhóm nâng bắt đầu chun po mình chun bông mai bông ôn ở kia tai mà đong bà sân chỉ kho mà chụp nên nhóm cứ kho mà chụp chụp mùi năng sản cà ri nên nhóm cha ai ai super mình bàn đôi khi hai bà sân chỉ chơi mà mở ti tăng nè complex kho mà tẹt tông nên nhóm phong là bây giờ nên nhóm nâng miên ắt các đào po miền trung bông mai bông ôn ở căn tay lồng ắt tay mà đong cha hay nâng ban chụp cái gì cha ai đăng tha nên nhóm miên cái điều ban chụp cho mùi nắng cha ở tệ cho được con ban tam ta nên nhóm tay mà đong cha còn được kết quả sờ bài chất đào bông mai bông ôn ở kia nè cha chắc ở con sầm bông mai bông ôn cho này pe về liền đầm miên đầm lái cho mơ ca bằng hàng bao nên nhóm cha hay có con sầm bông mai bông ôn này cha chui subscribe cho này YouTube bao nên nhóm rồi chui xe cha con tràn khang mình tên chuyên po sầm nàng là ở si từ tô tiên miên ban cực ok trong một lần châu ta càng khang nên nhóm so bằng hai bông mai bông ôn tại tôn cho mùi nâng cầm rồng tia tai mà đó cha sầm rạp cầm rồng tia nước nông bờ rễ cầm lucky home ní cứ first style chia bọc hết tia vì là tố tiền tai mà đòn cha hai sầm rạp tia cứ miên nó chọt ở phơi thống chả phơi plu sam sập mai nó phơi plu một phay mai cha chảได้từ phơi ní cứ phơi plu một phay mai nè chaประเภทเตะเวลาโตนี้chaตมหมđấyคือดับคนนึงดับปรับ4ให้สำหรับใส่เตะเว้นคือปรับใบไม้ประดอยดับไม้จ้ะเชื่อประเภทเตะปรับกระเบื้องจ้ะบรรทุกเก่งบุญนึงบรรทุกตึกแปมหายเอาไว้กันตาปิเซ่พวกมาโอนในตัวบ้านจ้ะซ่อมไปแดดแทมจูนในขังขนมเตะมวยจุ่มนวลเตี้ยจ้ะสำหรับประเภทเตะนี้พวกมาโอนติงหายจ้ะคือไอประกอบอาชีพกรรมบ้านหายจีปิเซ่พวกมาโอนไอจอดลานบ้านหัวตะดอกปีเครื่องจ้ะผู้ขังมุกนี่คือมิตรเวียแต่ยังไอเจนโจบ้านปีปลอกจ้ะนี่ปลอกขังนี้ก็โดยจีปลอกขังนี้คือยังไอโจบ้านลานปีพองได้จ้ะหายประเภทเตะนี้คือมินกาphơi chia về răng đa được hàng một lít bay mát cả lạp chung bông mai ôn tai mà đó nghe số hồng ca chả họ chọt lán chả chọt mà tô chọt căng ấy đạn mà hàng khăn ông lít cứ ở tục nơi cầm đá cả đôi chia tục nơi ở tập liên phong đai là đâu và xa là đâu prang ấy chả cứ ở mình sâu chỉ phay khai tại tôn cho một ca khốt khát chả trọp ở sầm bát bao giờ nghe chả chẳng cứ nghe số hồng ca luôn nơi cả đôi chia chả sầm bát tập hiệp chả sầm đáp khăn ông bà ấy em lucky home lít cứ phơi lan đây chiêng mà rồi mà phay hạt chả đã miên ca sang xong ở tràn khăn mình tên tại tôi chỉ muốn hết hai ra trên này sầm pon ấy chả là ở riêng chọn tích nên xem đường châu tây hàng khăn ông là bay bắt đầu po thì mình làm chun bọc mai bọc tất cả khné tai mà đầu chả đi xong khang tè bao nhiêu cứ nơi sao mà mát bọc mai bọc ấy chả khang đi cái nơi sao mà mát đấy chảสำหรับสำนักวิทยาจุนพวกแมวโฟนตายมาดองจากการสร้างสองสร้างลางดอยอัดมาเพยจ้ะจำรังได้ฟรีจุนพวกแมวบางโฟนจุ่มวินตายมาดองจ้ะแต่เลยยังโจตมือการรีบจำขังขนมจ้ะ
អូខេចាឥឡូវនេះខ្ញុំចូលមកដល់ខាងក្នុងចាសម្រាប់ចង់ផ្ទាត់ដីនេះមានបន្ទប់គេងមួយចានិងបន្ទប់ទឹក2ចាសម្រាប់ម៉ែបងប្អូនដែលគាត់ចាមានសមាជិកច្រើនឬក៏មានសមាជិកដែលគាត់អត់ចង់ឡើងទៅគេងនៅជាន់ទី1ទេចាគាត់អាចគេងសម្រាប់នៅខាងជាន់ផ្ទាត់ដីនេះបានចាអញ្ចឹងពេលដែលយើងចូលមកគឺនៅចំហៀងខាងឆ្វេងដៃរបស់យើងគឺមានជាទីតាំងដែលយើងអាចរៀបចំជាកន្លែងទទួលភ្ញៀវបានធំទលាយតែម្ដងសម្រាប់ទំហំនៃកន្លែងខាងមុខនេះគឺមានទំហំ4ម៉ែត្រគុណនឹង4ម៉ែត្រចាធំល្មមតែម្ដងសម្រាប់ពុកម៉ែបងប្អូនដែលគាត់ចង់រៀបចំជាបន្ទប់ទទួលភ្ញៀវណាចាអាចរៀបចំបានចាដូចនៅក្នុងផ្ទះគំរូនេះអញ្ចឹងចាស្អាតខ្លាំងមែនតើចាហើយសម្រាប់អំពូលភ្លើងនេះក៏មានការ free ជូនពុកម៉ែបងប្អូនទាំងអស់គ្នាផងដែរចាអញ្ចឹងពុកម៉ែបងប្អូនដែលចាប់អារម្មណ៍ជាប្រភេទផ្ទះវិឡាតូណាប្រាក់ក្បឿងបន្ទប់គេង4នេះអាចទំនាក់ទំនងមកតាមការលេខនៅខាងក្រោមបានចាដើម្បីទទួលបាន Google Map ចាអាចលេខ Telegram មកចានឹងទទួលបាន Google Map ចាព័ត៌មានលម្អិតផ្សេងហើយសម្រាប់ប្រភេទផ្ទះនេះណាពុកម៉ែបងប្អូនទាំងអស់គ្នាចាមានការ free ជូនម៉ាស៊ីនត្រជាក់4គ្រឿងទូទឹកកក1ម៉ាស៊ីនបោកកៅអៅ1ទូតាំងចាបន្ទប់ទទួលភ្ញៀវមួយឈុតនិងទូតាំងផ្ទះបាយមួយឈុតចាស្អាតខ្លាំងមែនតើចាហើយសម្រាប់ពុកម៉ែបងប្អូនដែលគាត់នៅក្រៅប្រទេសចាគាត់អាចទិញផ្ទះបានផងដែរចាមិនថាគាត់នៅស្រុកណាចាឲ្យតែគាត់មានអត្តសញ្ញាណប័ណ្ណចាគាត់អាចទិញផ្ទះនៅក្នុងបរិយា XM Lucky Home នេះបានដែរចាឲ្យតែគាត់ជាជនជាតិខ្មែរពុកម៉ែបងប្អូនទាំងអស់គ្នាណាចាអញ្ចឹងរួចរាល់ចាសម្រាប់ពុកម៉ែបងប្អូនដែលស្រឡាញ់ជាប្រភេទផ្ទះវិឡាតូលនេះចាឥឡូវនេះខ្ញុំជូនមកដល់ខាងក្រោយនេះគឺទីតាំងដែលយើងអាចរៀបចំជាតុញ៉ាំអាហារបានចាហើយសម្រាប់ពីដានខាងលើវិញគឺមានការរៀបចំជាពីដាន2ជាន់តែម្ដងពុកម៉ែបងប្អូនទាំងអស់គ្នាចាអញ្ចឹងគឺមិនរៀបស្មើទេណាចាជាប្រភេទផ្ទះវិឡាតូនេះគឺមើលមកគឺប្រណិតតែម្ដងចាហើយតម្លៃធូរថ្លៃមែនតើត្រឹមតែ 68,800 តែប៉ុណ្ណោះចាសម្រាប់ផ្ទះបាយនេះចាគឺមានទ្វារបិទបើកចាដើម្បីឲ្យយើងងាយស្រួលក្នុងការចម្អិនអាហារមិនមានក្លិនចាចូលមកបរិវេណខាងក្នុងផ្ទះរបស់យើងទេចានេះសម្រាប់ទីតាំងដែលយើងរៀបចំជាចាផ្ទះបាយរបស់យើងចាហើយមានការ free ជូនទូតាំងទាំងលើទាំងក្រោមដូចឃើញក្នុងការបង្ហាញរបស់នេះខ្ញុំនេះអញ្ចឹងណាគឺមានការ free ជូនហើយកន្លែងផ្ទះបាយយើងធម្មតាយើងខ្លាយហប់ទៅត្រូវអត់ចាហើយនេះគឺមានការរៀបចំជាចាបង្អួចធំមែនតើនៅចំហៀងខាងនេះហើយជាពិសេសខាងក្រៅផ្ទះរបស់យើងចាក៏មានទ្វារចេញចូលចាខាងនេះទ្វារនេះគឺយើងអាចចេញទៅខាងក្រៅមាន space នៅខាងក្រៅ2ម៉ែត្រកន្លះចាដែលយើងអាចរៀបចំហាកៅអៅដាក់សម្ភារៈផ្សេងៗដែលយើងចង់រៀបចំចាអញ្ចឹងគឺងាយស្រួលក្នុងការរៀបចំខ្លាំងមែនតើនៅខាងក្រោយចាក៏ដូចជាពុកម៉ែបងប្អូនដែលគាត់ចង់បានផ្ទះធំតម្លៃធូរថ្លៃអាចរុះរាន់មកមើលទីតាំងណាតម្លៃត្រឹមតែ 68,800 តែប៉ុណ្ណោះភេទផ្ទះវិឡាតូប្រាក់ក្បឿងចាហើយសម្រាប់ការសាងសង់គឺចាធ្វើឡើងដោយឥដ្ឋ20ចម្រឹងដៃគឺមានការ free ជូនមួយជុំផ្ទះយើងតែម្ដងចាហើយជាពិសេសប្រាក់ក្បឿងនេះគឺ4ស្រទាប់ពុកម៉ែណាចាសម្រាប់ការប្រាក់ក្បឿងគឺស្រទាប់ទី1ចាក្បឿងបន្ទាប់មកប៉ាំងអាស័យបន្ទាប់មកអ៊ីស្លង់បន្ទាប់មកទៀតគឺពីដានអញ្ចឹងមានន័យថា4ស្រទាប់នេះគឺធានាជូនពុកម៉ែបងប្អូនតែម្ដងទិញហើយចាមិនខ្លាចជ្រាបទឹកចាមិនខ្លាចនៅថ្ងៃក្រោយទៀតទេចាគឺមកស្អាតជូនពុកម៉ែបងប្អូនតែម្ដងហើយសម្រាប់សម្ភារៈការសាងសង់គឺប្រើស្តែលរបស់ល្អតែម្ដងចាព្រោះដោយសារតែម្ចាស់គម្រោងគាត់យកចិត្តទុកដាក់ណាស់តកតងជាមួយនឹងសំណង់ចាគាត់អត់ចង់លក់ហើយគឺមានពាក្យថាបរិយអត់ល្អឯចាគឺគាត់រៀបចំឲ្យពុកម៉ែបងប្អូនមកឆ្ងាញ់តែម្ដងចាហើយតម្លៃនេះគឺធូរថ្លៃខ្លាំងមែនតើរស់រាន់ណាហើយនេះគឺជាបន្ទប់ដែលនៅជាន់ផ្ទាល់ដីចាសម្រាប់បន្ទប់ជាន់ផ្ទាល់ដីនេះគឺមានទំហំធំសមល្មមសម្រាប់ពុកម៉ែបងប្អូនអាចរៀបចំដេគ័រដូចក្នុងផ្ទះគំរូនេះអញ្ចឹងចាឬក៏ពុកម៉ែបងប្អូនចាដែលគាត់មានមនុស្សចាស់ដែលគាត់អត់ចង់ឡើងទៅគេងសម្រាប់នៅខាងលើគាត់អាចមកសម្រាប់នៅជាន់ផ្ទាល់ដីនេះបានចាមានបន្ទប់មួយចាធំល្មមហើយមាននេះខាងនេះគឺបន្ទប់ទឹកចាសម្រាប់បន្ទប់ទឹកគឺធំទលាយណាចូលមកអត់ចៀតអត់ទៅអត់ទាល់ចាអត់ទៀបទេចាគឺខ្ពស់ស្រឡះហើយមានបង្អួចមានខ្យល់ចេញចូលគ្រប់គ្រាន់ណាគឺទោះបីជាយើងអត់ចាំបាច់ប្រើម៉ាស៊ីនបូមក្លិនបូមខ្យល់ចាក៏អត់បញ្ហាដែរចានេះឥឡូវយើងមើលតបង្អួចទៅដឹងហើយចាបង្អួចនេះសឹងតាកន្លះម៉ែត្រទេធំមែនតើចាមិនសឹងកន្លះម៉ែត្រគឺកន្លះម៉ែត្រជាងចាព្រោះធំចាតលាយ
hay khả ní miền một ôi khả ní môi tiện đấy đại để xa ta việc bằng vàng nón như mơ khơi nhá hiện phư phư nắng chà hai xong rạp ca để co mà bọn đằng ác này cứ miền ca free chun chà free chun này em tích chả lắm chợ ca free chun cứ để co á chà miền chia tu tăng nơi khẳng bốc muối hay năng để co ở tè bài tầng lơ tầng cao muối chà trắng xong rạp ca free chun hai ở xong bạc miền mà sân để chợ buôn cái từ từ có mà sân bạc áo tôi chỉ cần bài một chút tu tăng mà chốt đội nhìn nhom dày mình nâng chắc nhé trà cà free chun ở cái lạnh tu tăng đã tu ấy cứ miền cà free chun nhé chà ta hà lợi dân lang ta mở cho anh tì mùi tay mà đó một mai bọn nào kia xa khăn mình tay nó khẳng lớp miền ở bầy cái tục kế nhé nè chà ok សម្រាប់ចិនដាវិញគឺធ្វើពណ៌រៀងប្រភេទសនេះចាគឺឡើងមកអត់ភ័យខ្លាចមើលអត់ឃើញទេចាស់ចាស់គាត់ភ័យខ្លាចគាត់ថាចិនដាពណ៌ខ្មៅអញ្ចឹងគាត់ដើរអាចនឹងចពុកដៃចពុកជើងអញ្ចឹងណាចាតែនេះអត់ទេគឺយើងធ្វើមកគឺឲ្យពុកម៉ែបងប្អូនគាត់មានដូចថាចាស់ចាស់អីគាត់ពិបាកមើលអីគឺអត់អីទេព្រោះពណ៌សអញ្ចឹងងាយស្រួលចាហើយជាពិសេសនៅជាន់ខាងលើនេះមាន3កន្ទប់កេងតែម្ដងចាឥឡូវនេះខ្ញុំបង្វាយកាមេរ៉ាមកកន្លែងចិនដាបន្តិចចាកាលនេះគឺរៀបចំចាស្អាតខ្លាំងមែនតែនចាមានពូភ្លើងរំយោធ្លាក់មកហើយមានវាំងននឡើងនេះគឺបង្អួចដែលយើងចាមើលទៅទេសភាពនៅខាងក្រៅបានចាគឺពលឺចូលក្នុងផ្ទះរបស់យើងគឺគ្រប់គ្រាន់តែម្ដងឥឡូវនេះខ្ញុំចូលទៅបន្ទប់កេងសមាជិកចាបន្ទប់ទី2របស់យើងចាអញ្ចឹងសម្រាប់បន្ទប់ទី2នេះគឺអាចរៀបចំជាចាស់បន្ទប់កូនស្រីបានផងដែរចាស្អាតខ្លាំងមែនតែនចាស់រៀងល្ងឹតបន្តិចណានេះខ្ញុំសូមបើកពលឺបន្តិចចាដើម្បីឲ្យពុកម៉ែបងប្អូនបានមើលឲ្យកាន់តែលម្អិតណាចាចឹងសម្រាប់បន្ទប់នីមួយគឺធំទលាយស្អាតតែម្ដងហើយជាពិសេសមានបន្ទប់ទឹកនៅខាងក្នុងចាអត់មានការប្រើបន្ទប់ទឹករួមទេចាអញ្ចឹងគឺងាយស្រួលក្នុងការកេងខ្លាំងមែនតែនអត់ចាំបាច់ពេលយើងបាត់ដៃបាត់ជើងអីចេញទៅខាងក្រៅបន្ទប់ណាចាយើងនៅតែក្នុងបន្ទប់ហ្នឹងបានហើយចាហើយសម្រាប់ទីតាំងដែលយើងចង់ដេកចាគឺមានច្រើនចាព្រោះបន្ទប់នេះគឺទលាយធំទលាយតែម្ដងចាធំទលាយតែម្ដងអញ្ចឹងតោះឥឡូវនេះខ្ញុំចូលទៅបន្ទប់ទី3និងទី4តែម្ដងចាអូខេចាអញ្ចឹងនេះខ្ញុំសូមបញ្ជាក់ជូនតកតងជាមួយនឹងគម្រោងរបស់ Bright XM Lucky Home ចាធ្វើឡើងនៅលើដីជាង120ហិកតាចាដែលនៅក្នុងនោះគឺមានសួនច្បារសាលារៀនមន្ទីរពេទ្យអាងហែលទឹកក្លឹបហាត់ប្រាណចាសួនកំសាន្តកន្លែងវាយកូនហ្គោក៏ដូចជាសួនសត្វផងដែរជាក់ស្ដែងនៅក្នុងគម្រោងគឺមានការរៀបចំបានច្រើនខ្លាំងមែនទែនតកតងជាមួយនឹងសួនសត្វចាដាក់សត្វបដាហើយនឹងកន្លែងអាងហែលទឹកចាហើយជាពិសេសនៅសួនហ្នឹងគឺមានអាហារដ្ឋាននៅនឹងតែម្ដងមិនថាពុកម៉ែបងប្អូនដែលគាត់រស់នៅក្នុងគម្រោងទេចាពុកម៉ែបងប្អូនដែលគាត់នៅក្នុងក្រុងភ្នំពេញសៅរ៍អាទិត្យគាត់អាចអញ្ជើញមកមើលទីតាំងបានណាមកថតលេងចាមក selfie ចាមកញ៉ាំអីជុំគ្នាចាជាមួយក្រុមគ្រួសារបានផងដែរចាអញ្ចឹងងាយស្រួលខ្លាំងមែនតើនៅក្នុងគម្រោង Bright XM Lucky Home យើងខ្ញុំចាมันផ្ដោតទៅលើការរស់នៅតែមួយមុខទេចាគឺផ្ដោតទៅលើសោភ័ណភាពនៅខាងក្នុងចាបរិយាកាសល្អចាសុខភាពល្អសម្រាប់អតិថិជនដែលគាត់ចូលរស់នៅចាហើយជាពិសេសពុកម៉ែបងប្អូនដែលគាត់ធ្វើការហត់ចាមួយអាទិត្យទល់មួយអាទិត្យអីចឹងណាគាត់ធ្វើការហត់ថ្ងៃណាគាត់សម្រាប់អីគាត់អាចមក picnic នៅក្នុងបរិយាខ្លួនឯងនឹងតែម្ដងចាអត់ចាំបាច់ធ្វើដំណើរទៅឆ្ងាយទេចាព្រោះនៅក្នុងបរិយាគឺមានកន្លែងកម្សាន្តជាច្រើនដែលពុកម៉ែបងប្អូនអាចបន្ធូរអារម្មណ៍ដើម្បីឲ្យងាយស្រួលក្នុងការរស់នៅចាអញ្ចឹងសម្រាប់ប្រភេទផ្ទះនេះណាទីតាំងនៅតំបន់អង្គស្នួរដែលពុកម៉ែបងប្អូនអាចធ្វើដំណើរមកតាមផ្លូវទំនប់កប់ស្រូវមកក៏បានចាចូលតាមវត្តភ្នៀតចាតែបើសិនជាពុកម៉ែបងប្អូននៅប៉ែកខាងផ្លូវជាតិលេខ4ណាចាបើសិនជាពុកម៉ែបងប្អូននៅមកជួរខាងផ្លូវជាតិលេខ4ខាងចំចៅខាងផ្លូវជាតិលេខ3អីចាពុកម៉ែបងប្អូនអាចធ្វើដំណើរមកដល់ចាផ្សារអង្គស្នួរចាបងចូលមកដល់ផ្សារអង្គស្នួរមានផ្លូវបាត់ខាងស្ដាំដៃមួយនេះចាបងចូលមកត្រង់មកចាបរិយគឺនៅជាប់ជាមួយនឹងផ្លូវជាតិតែម្ដងផ្លូវលឿនលឿនផ្លូវកស៊ូស្អាតហ្មងចាសម្រាប់ផ្លូវវិញណាពុកម៉ែបងប្អូនទាំងអស់គ្នាចាម្ចាស់បរិយបានសាងសង់ផ្លូវ2ខ្សែហើយជាស្រេចដែលផ្លូវនេះក៏កំពុងតែដំណើរការចរាចរណ៍ដែរអញ្ចឹងម្ចាស់បរិយគាត់គិតគូរខ្លាំងមែនតែនតេជងជាមួយនឹងចាសុខសុវត្ថិភាពពុកម៉ែបងប្អូនចាទាំង
តាំងពីផ្លូវចាតាំងពីផ្លូវធ្វើដំណើរចូលបរិយចាគឺគាត់គិតច្រើនដែរចាគឺសុវត្ថិភាពខ្លាំងមែនតើគាត់ចំណាយឲ្យពុកម៉ែបងប្អូនងាយស្រួលក្នុងការរស់នៅតាមម្ដងគាត់មិនហ៊ានមិនខ្លាចនឹងការចាយទៅលើកតាដែលពុកម៉ែបងប្អូនគិតថាពិបាកអញ្ចឹងគាត់សម្រួលអស់ហើយចាហើយពុកម៉ែបងប្អូនដែលដឹងពីព័ត៌មាននេះអាចអញ្ជើញមកមើលផ្ទាល់បានណាអាចអញ្ជើញមកមើលផ្ទាល់បានចាតកតងជាមួយនឹងការរៀបចំចាក៏ដូចជាតម្លៃថ្លៃថ្នូរនៅក្នុងបរិយចាអាចអញ្ជើញមកមើលផ្ទាល់បានណាហើយនេះគឺទីតាំងបន្ទប់ទឹកនៅបន្ទប់មេគ្រួសារចាចឹងរួចរាល់ណាចាកុំឲ្យឱកាសនេះកន្លងផុតទៅឲ្យសោះចាប្រភេទផ្ទះនេះគឺនៅសល់តិចដែរចូលជាងតែ20ផ្ទះជាងទេគឺអស់ហើយអញ្ចឹងបើសិនជាពុកម៉ែបងប្អូនអាចឆ្លៀតឱកាសបានណាអញ្ជើញមកមើលទីតាំងទៅចាទទួលបានព័ត៌មានលម្អិតចានៅក្នុងបរិយមកមើលសិនកំតន់អាចសម្រេចចិត្តក៏បានដែរចាមកមើលសិនទៅគិតពិចារណាភាសាបងប្អូនយើងសិនឬក៏ភាសាប្តីប្រពន្ធយើងសិនណាចាដើម្បីឲ្យលំអិតសិនចាំសម្រាប់ចិត្តក៏បានដែរណាចាសំខាន់យើងទិញផ្ទះវាអត់លឿនទេនាងខ្ញុំធានាជូនថានាងខ្ញុំគិតថាការទិញផ្ទះទិញអីមិនមែនថាមកឃើញស្រឡាញ់ព្រាមយកព្រាមទេចាអញ្ចឹងអ្នកដែលគាត់ចង់មកមើលទីតាំងសិនអីមិនបាច់ក្រែងចិត្តខ្ញុំទេមកមើលសិនបានណាហើយខលមកលេខខាងក្រោមទៅចានាងខ្ញុំនឹងផ្ដល់ព័ត៌មានលម្អិតតាក់ទងជាមួយនឹងគម្រោងក៏ដូចជាទីតាំងកាន់តែច្បាស់ចាគឺផ្ញើ Google Map ទៅចា Google ដាក់ទៅចំប៉ក់ហ្មងចាអត់មានអីដាក់នៅមាត់ផ្លូវមាត់កែងណាទេចាគឺចាស់មកដល់ទីតាំងបរិយតែសំខាន់ពុកម៉ែបងប្អូនដែលគាត់អញ្ជើញមកហើយជួយតាក់ទងមកនេះខ្ញុំផងណាចាកុំឲ្យថាអូយបានមើលបង្ហាញហើយតែអូយចាយខ្ជិលតាក់ទងទៅហ្នឹងកុំឲ្យអូនឯងពិបាកហ្នឹងអូយបងឯងឲ្យតែបងឯងតាក់ទងមកខ្ញុំសប្បាយចិត្តណាចាព្រោះខ្ញុំបុគ្គលិកចឹងខ្ញុំចង់មានភ្ញៀវមកអញ្ចឹងណាចាអញ្ចឹងពុកម៉ែបងប្អូនយល់ហើយហ្នឹងហើយអញ្ចឹងខ្ញុំសង្ឃឹមថាពុកម៉ែបងប្អូនទាំងអស់គ្នាពេលអញ្ជើញមកមើលទីតាំងនិងតាក់ទងមកខាងនេះខ្ញុំតែម្ដងចាកុំឲ្យចាំមកមើលម្នាក់ឯងណាចាមើលម្នាក់ឯងហ្នឹងគេផ្ដល់ព័ត៌មានអត់ច្បាស់ហ្នឹងថាឡាយអៀងកុហកលើហើយចាហ្នឹងហើយតែចាក់ស្ដែងអត់មានអីត្រូវកុហកទេសម្រាប់ក្នុងបរិយនេះនាងខ្ញុំឃើញអីនិយាយហ្នឹងហើយប្រម៉ូសិនមិនគឺអញ្ចឹងចាតែបើសិនជាពុកម៉ែបងប្អូនមើលថ្ងៃនេះហើយឆ្នាំក្រោយមកមើលម្ដងទៀតណានាងខ្ញុំក៏ធានាដែរចាសម្រាប់តម្លៃគឺអត់ដូចគ្នាចាតម្លៃគឺឡើងលើសនឹងអាចនឹងគុណនឹង2ចាប្រភេទផ្ទះវីឡាតូនេះណាចាជាក់ស្ដែងរាល់ថ្ងៃនេះគឺត្រឹមតែ 68,800 ទេចាអញ្ចឹងបើសិនជាមកមើលក្នុងខែនេះចាពុកម៉ែបងប្អូនទទួលបានតម្លៃនេះតែបើសិនជាមកមើលនៅក្នុងខែក្រោយអាចខុសគ្នានឹងតិចតួចតែបើសិនជាមើលហើយឆ្នាំក្រោយចាំមកមើលអានឹងខុសគ្នាច្រើនមែនតែនហ្មងចា